រឿងព្រៃខ្មោចនិងអ្នកកាប់អនៅជាយភូមិតូចមួយក្នុងខេត្តដាច់ស្រយាលមានព្រៃធំមួយដែលអ្នកស្រុកហៅថាព្រៃខ្មោចព្រៃនោះដុះក្រាស់ងងឹតសូម្បីតែពន្លឺថ្ងៃក៏មិនអាចចូលទៅដល់ដែរមនុស្សចាស់ៗនៅក្នុងភូមិតែងតែនិយាយថាពេលយប់គេឮសំឡេងយំនិងសំឡេងខ្សឹបហើយមានអ្នកជាច្រើនដែលចូលទៅក្នុងព្រៃហើយបាត់ខ្លួនមិនត្រឡប់មកវិញសោះក្មេងៗក្នុងភូមិខ្លាចព្រៃនោះណាស់នាល្ងាចដល់ម្ដាយតែងតែហៅកូនឲ្យចូលក្នុងផ្ទះមុននឹងថ្ងៃលិចព្រោះគេជឿថាមានវិញ្ញាណអាក្រក់ដើរចេញនៅពេលយប់នៅក្នុងភូមិនោះមានបុរសក្រីក្រម្នាក់ឈ្មោះវណ្ណាគាត់គឺជាអ្នកកាប់អុសរស់នៅជាមួយនឹងម្ដាយចាស់ឈឺក្នុងខ្ទមតូចមួយរាល់ថ្ងៃវណ្ណាដើរកាប់ព្រៃចូលទៅព្រៃឆ្ងាយៗដើម្បីកាប់អុសយកមកលក់ទើបមានប្រាក់ទិញបាយនិងថ្នាំឲ្យម្ដាយលេបជារៀងរាល់ថ្ងៃមួយមានភ្លៀងធ្លាក់ខ្លាំងហើយអស់នៅជុំវិញភូមិគេកាប់អស់វណ្ណាគ្មានជំរឿននោះទេគាត់ត្រូវចូលទៅក្នុងព្រៃខ្មោចទោះបីអ្នកភូមិទាំងអស់ហាមឃាត់ក៏ដោយមុននឹងចេញដំណើរម្ដាយចាស់និយាយទាំងសំឡេងញ័រកូនអើយកុំចូលព្រៃនោះអីម្ដាយខ្លាចកូនទៅមិនត្រឡប់មកវិញវណ្ណាញញឹមស្រាលហើយឆ្លើយថាតើបានលុយឯណាទៅទិញអង្ករដើម្បីដាំបាយឲ្យម៉ែហូបហើយកូននឹងប្រយ័ត្នខ្លួនឲ្យបានខ្ពស់និងសូមម៉ែកុំបារម្ភពីកូនអីវណ្ណាកាន់ពូថៅចាស់មួយពេលអាវក្រណាត់ស្ដើងដើរចូលទៅក្នុងព្រៃខ្មោចទាំងព្រឹកព្រលឹមនៅដំបងអ្វីមើលទៅដូចធម្មតានោះទេតែសំឡេងបាក់សីនិងខ្យល់បក់ត្រជាក់ប៉ុន្តែពេលដែលវណ្ណាដើរចូលទៅក្នុងព្រៃជ្រៅអាកាសធាតុចាប់ផ្ដើមត្រជាក់ខ្លាំងចម្លែកស្លឹកឈើនៅជុំវិញគាត់ស្ងាត់មិនប្រក្រតីសូម្បីតែសត្វក៏មិនឮសំឡេងដែរគាត់រកបានដើមឈើងាប់ធំមួយហើយចាប់ផ្ដើមកាប់វាហើយរំពេចនោះផងដែរមានសំឡេងស្រីយំឮពីចម្ងាយហើយវណ្ណាឈប់កាប់ភ្លាមគាត់ក៏ងាកមើលទៅជុំវិញតែមិនឃើញមាននរណាម្នាក់នោះទេប្រហែលជាសត្វទេដើម្បីជាការលួងចិត្តខ្លួនឯងកុំឲ្យភ័យខ្លាចគាត់កាប់បន្តទៀតប៉ុន្តែសំឡេងយំនោះកាន់តែទៅជិតគាត់ជួយខ្ញុំផងវណ្ណាស្ទុះងើភ្លាមហើយនៅចន្លោះដើមឈើនោះវណ្ណាបានឃើញស្ត្រីម្នាក់ស្លៀកខោអាវពណ៌សបក់បោយដោយខ្យល់សក់វែងគ្របមុខនាងឈរនៅស្ងៀមក្រោមដើមចេកនៅនឹងព្រៃវណ្ណាក៏បានសួរតើនាងជាអ្នកណាគេហើយស្រីម្នាក់នោះមិនឆ្លើយតបនោះទេនាងគ្រាន់តែចង្អុលដៃដ៏ស្គមស្គាំងចង្អុលទៅផ្លូវខាងមុខវណ្ណាមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងប៉ុន្តែចិត្តសង្ស័យក៏ធ្វើឲ្យគាត់ដើរទៅតាមហើយបន្តិចក្រោយមកគាត់ឃើញខ្ទមចាស់បែកបាក់មួយនៅកណ្ដាលព្រៃទ្វារខ្ទមបើករអិលតិចហើយមានក្លិនស្អុយចេញពីខាងក្នុងហើយស្រីដែលស្លៀកសម្លៀកបំពាក់សនោះក៏បាត់ខ្លួនភ្លាមហើយវណ្ណាចាប់តាមភ័យជាខ្លាំងដកដង្ហើមញាប់គាត់ដើរយឺតចូលទៅក្នុងខ្ទមក្នុងនោះមានចង្កៀងចាស់និងមែកឈើខ្មៅនិងឆ្អឹងមនុស្សរីប៉ាយនៅលើដីហើយក៏ស្រាប់តែឮសំឡេងហើយទ្វារខ្ទមនោះបិទគប់ដោយខ្លួនឯងភ្លាមនោះវណ្ណាស្ទុះទៅបើកតែបើកមិនបានឡើយភ្លាមនោះក៏ឮសំឡេងស្អកមួយបន្លឺសំឡេងចេញពីខាងក្រោមទីបំផុតមានមនុស្សចូលមកទៀតហើយវណ្ណាងាកក្រោយយឺតនៅជ្រុងងងឹតមានយាយចាស់ម្នាក់បើកថ្មីក្រហមថ្មិញវែងកំពុងតែញញឹមដាក់គេអ្នកជឿនរណាគេវណ្ណាសួរទាំងញ័រភ័យយាយចាស់សាយស្អកយើងជាម្ចាស់ព្រៃនេះអ្នកណាដែលចូលមកគឺមិនដែលចេញទៅវិញនោះទេហើយរំពេចនោះឆ្អឹងនៅលើដីចាប់ផ្ដើមកំរើកខ្មោចស្គមជាច្រើនលូនចេញពីក្រោមខ្ទមវណ្ណាភ័យស្លន់ស្លោជាខ្លាំងគាត់យកបន្ថៅគប់ទៅលើទ្វារប៉ុន្តែគ្មានប្រយោជន៍នោះទេខ្មោចទាំងនោះដើរខិតជិតមករកគាត់ហើយបានខ្សឹបដាក់ត្រចៀកវណ្ណាថាខ្ចី$10សិនស្អែកសងវិញអូគេមិននិយាយយ៉ាងនេះច្រឡំតោះយើងបន្តសាច់រឿងរំធត់យើងវិញកុំឲ្យភ័យពេកហើយខ្មោចទាំងនោះនិយាយថាឃ្លានណាស់វណ្ណាក៏បាននឹកឃើញពាក្យម្ដាយដែលធ្លាប់ប្រាប់គាត់ថាខ្មោចខ្លាចភ្លើងខ្លាំងណាស់គាត់ប្រញាប់យកចង្កៀងចាស់និងក្រណាត់ដែលនៅជុំវិញរុំនឹងឈើហើយដុតបំភ្លឺភ្លើងក៏ឆេះផ្ទុះឡើងភ្លាមខ្មោចទាំងអស់ស្រែកយំឈឺចាប់និងថយក្រោយយ៉ាងលឿនយាយចាស់នោះស្រែកយ៉ាងខ្លាំងមនុស្សកុំសាឯងមិនអាចរត់ផុតនោះទេវណ្ណាប្រើភ្លើងនោះដុតជញ្ជាំងស្មៅនឹងខ្ទមរួចទាត់ទ្វារមួយទំហឹងយ៉ាងខ្លាំងហើយក៏បាក់ខ្ទេចហើយទ្វារខ្ទមនោះរលំចេញគាត់រត់ចេញពីខ្ទមមិនហ៊ានងាកក្រោយនោះទេហើយនៅពីក្រោយមានសំឡេងខ្មោចស្រែកដេញតាមនិងសំឡេងយាយចាស់សើចគួរឲ្យខ្លាចវណ្ណារត់រហូតដល់របួសជើងហូរឈាមពេលដែលជិតអស់កម្លាំងស្រាប់តែគាត់ឃើញពន្លឺថ្ងៃនៅនឹងចុងព្រៃហើយគាត់ប្រឹងរត់ចេញពីព្រៃទាល់តែបានពេលដែលទៅដល់ភូមិវណ្ណាដួលសន្លប់ភ្លាមអ្នកភូមិនាំគ្នាទៅព្យាបាលហើយពេលដែលដឹងរឿងភ្លាម
គ្រប់គ្នាភ័យខ្លាចជាខ្លាំងចាប់តាំងពីថ្ងៃនោះមកមិនហ៊ាននរណាម្នាក់ចូលព្រៃខ្មោចទៀតនោះឡើយប៉ុន្តែរឿងមិនទាន់ចប់នោះទេរាល់ពេលដែលមេឃភ្លៀងធ្លាក់អ្នកភូមិតែងតែឮសំឡេងពូថៅកាប់ឈើនៅក្នុងព្រៃហើយពេលខ្លះគេឃើញស្រមោលបុរសម្នាក់កាន់ពូថៅដើរចូលទៅក្នុងព្រៃទាំងងងឹតមនុស្សខ្លះនិយាយថាវាជាវណ្ណាព្រោះទោះគាត់ត្រឡប់មកវិញក៏ដោយប៉ុន្តែវិញ្ញាណរបស់គាត់ប្រហែលជាត្រូវព្រៃខ្មោចយកទៅបាត់ហើយរឿងព្រៃខ្មោចនិងអ្នកកាប់អុសចប់តែប៉ុណ្ណេះអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់រឿងនិទានខ្លីៗមួយនេះបើពេញចិត្តកុំភ្លេចចុច follow ហើយ subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបងប្អូនទាំងអស់គ្នាបាយបាយ